អ្នកទាំងអស់គ្នាបានដើរចូលព្រៃហើយពេលនោះអ្នកទាំងអស់គ្នាក៏បានឃើញសត្វចចកមួយស្រាប់តែពេលហ្នឹងសត្វចចកមួយហ្នឹងក៏បានបំលែងខ្លួនទៅជាមនុស្សហើយមនុស្សមួយនោះក៏រត់សម្ដៅមករកអ្នកមើលវីដេអូនេះឲ្យចប់ដើម្បីការពារខ្លួនពី Skinwalker អ្នកទាំងអស់គ្នា The Skinwalker គឺជាប្រភេទធ្មប់មួយយ៉ាងដែលអាចបំលែងខ្លួនខ្លះទៅជាសត្វចចកឬក៏ក្តាន់បានហើយធ្មប់មួយនោះគឺវាតែងតែតាមមើលមនុស្សនៅពេលណាដែលវាដឹងរឿងរបស់យើងហើយឬក៏វាអាចប្រើសម្លេងឲ្យដូចយើងហើយគឺវានឹងសម្លាប់យើងហើយយកស្បែករបស់យើងមកពាក់មួយមើលឲ្យដឹងថាសត្វមួយណាគឺជា The Skinwalker The Skinwalker អាចបំលែងខ្លួនទៅជាសត្វផងនិងជាមនុស្សផងបើសិនជាអ្នកទាំងអស់គ្នាឃើញសត្វណាដែលមើលអ្នកជាប់ហើយមិនព្រិចភ្នែកសត្វមួយនោះអាចជា The Skinwalker 2សង្កេតមើលអាការៈចម្លែកដែលមាននៅលើខ្លួនមនុស្សឬក៏សត្វបើសិនជាអ្នកទាំងអស់គ្នាឃើញស្នាមឆូតនៅលើខ្លួនមនុស្សឬក៏ខ្លួនសត្វពីក្បាលរហូតដល់ចុងជើងពួកគេអាចជា Skinwalker 3អ្នកទាំងអស់គ្នាត្រូវតែកាន់អាវុធឲ្យជាប់ខ្លួននៅពេលដែលជួប The Skinwalker The Skinwalker គឺមានល្បឿនលឿនមែនតើអ្នកទាំងអស់គ្នាក៏ត្រូវតែការពារខ្លួនដោយដើរជាក្រុមផងដែរ4បើសិនជាអ្នកទាំងអស់គ្នាគិតថាមាន The Skinwalker នៅចិត្តអ្នកទាំងអស់គ្នាហើយត្រូវចាក់ចេញពីកន្លែងនោះឲ្យបានលឿនជាទីបំផុតត្រូវបើកឡានឬបើកម៉ូតូកិច្ចចេញពីកន្លែងនោះឲ្យលឿនជាទីបំផុតបើសិនជាអ្នកបើកយឺត The Skinwalker នឹងរត់តាមទាន់5កុំជឿជាក់នរណាឲ្យសោះនៅពេលដែល The Skinwalker តាមសម្លឹងមើលអ្នកជាយូរហើយមានន័យថាអ្នកគឺជាគោលដៅបន្ទាប់របស់វាចូលកុំជឿជាក់សត្វឬក៏មនុស្សមួយណាឲ្យសោះ The Skinwalker នឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបានស្បែករបស់អ្នកយកមកពាក់ហើយចាំអ្នកទាំងអស់គ្នាគិតថាមិត្តភក្តិរបស់អ្នកមួយណាជា The Skinwalker comment ឈ្មោះនៅខាងក្រោម